ភាគទី2 episode 2យើងនិយាយអំពីការបង្កើតតារាងហើយនឹងអូខេទីតុងការបង្កើតតារាងហើយនឹងយើងដាក់ទិន្នន័យខ្លះៗចូលផងហ្នឹងឥឡូវខ្ញុំដំបូងខ្ញុំចូលធម្មតាអញ្ចឹងដើម្បីយើងមកយើងคลิกកន្លែងចូលយើងចុចទៅកន្លែងហ្នឹងមកហើយយើងអូសទៅក្រោមយើងយកកន្លែង Google Sheet អូខេអញ្ចឹងវាលោតមកហើយអញ្ចឹងយើងចុចពាក្យបង្កើតថ្មីមកដោយសារយើងអត់តែមានអីទាំងអស់អញ្ចឹងយើងចុចបង្កើតថ្មីបណ្ដោយអូខេអញ្ចឹងខ្ញុំសេរីវាខ្ញុំចុចចង់ជ្រុងទៅ select យកវាទាំងអស់ហើយបែរជាសិនណាខ្ញុំចុចលើវាយើងយក សេរី font វា12ហើយខ្ញុំដាក់ចំកណ្ដាលនេះចំកណ្ដាលដែរស្វកលេខខ្ញុំព្រិចអានឹងឲ្យវាធំតិចមកស្រួលមើលតែឥឡូវដំបូងខ្ញុំបង្កើត3ប្រភេទឥឡូវដំបូងខ្ញុំដាក់ប៊ូតុង buy sell ខ្ញុំដាក់ buy sell sorry ដាក់ buy and sell ប៊ូតុងហ្នឹងបង្កើតប៊ូតុង buy sell មួយហើយបង្កើតប៊ូតុង symbol ហើយមួយទៀតដាក់ប៊ូតុង date ការបាច់ឆែកហើយខ្ញុំមានតារាងតូចមួយខ្ញុំមកលេខរៀងsymbol ហើយនឹង price អូខេអញ្ចឹងអានេះខ្ញុំ select យក3មកគេខ្ញុំដាក់បបវាហើយអានេះខ្ញុំដាក់បបវាដែរហើយបបដល់ក្រោមអូខេបបវាដូចគ្នាអញ្ចឹងយើងអាចរៀបចំដល់ហើយអានេះខ្ញុំចាប់ជាតារាងមួយសិនឥឡូវគេមាន filter ថ្មីល្អយើង select យកវាមកតារាងហ្នឹងមកយើងមើលស្ដាំទៅយើងយកពាក្យ convert មកស្ដាំមកខ្ញុំយក convert to table ទៅលោតបែបនេះអញ្ចឹងអានេះខ្ញុំដាក់លេខរៀងខ្ញុំដាក់1 2 3ឧទាហរណ៍ណាអានេះខ្ញុំយកឧទាហរណ៍សិនខ្ញុំយកពាក្យ NVDA ហើយអានេះខ្ញុំយក Tesla អានេះខ្ញុំយក data អូខេ stop នេះស្គាល់អស់គ្នាអញ្ចឹងឥឡូវយើងមកចាប់តម្លៃទាំងអស់គ្នាយើងអាចវាយលេខចូលបានតែប៉ុន្តែយើងចាប់ជាតម្លៃអូតូដល់មកខ្ញុំ select លើវាហើយយើងប្រើសញ្ញាស្មើខ្ញុំព្រាកធំតិចធំពេកអូខេអញ្ចឹងនៅមកឃើញនេះដាក់ Google នេះយើងប្រើ Google Finance នេះ Google Finance GWG Google Finance ហ្នឹងមកហើយយើង select ឈ្មោះតារាងយើង NVDA ហើយយើងចង់បានអីគេចង់បាន price យើងលំចង់វិញជាអាហ្នឹងយើងប្រើស្រួលសម្រាប់ពួក stock ហ្នឹងដដែលប៉ុន្តែបើ forex crypto អាហ្នឹងគេមានវាផ្សេងទៀតអញ្ចឹងអានេះយើងចាប់យក stock សិន stock វាមានស្រួលសេទេអញ្ចឹងយើងក៏អូសមកទៅតម្លៃ NVDA 79 Tesla 88 Beta 6អញ្ចឹងឥឡូវយើងបង្កើតតារាងបានហើយឥឡូវយើងមកបង្កើតប៊ូតុងទាំង3ហ្នឹងទី1យើង buy sell អញ្ចឹង buy sell យើងក៏មកស្ដាំមកនេះយើងចុចមកស្ដាំមកអូខេខ្ញុំព្រមតិចយើងចុចលើអានេះយើងមកស្ដាំហើយនេះយើងមកស្ដាំមកយើងឃើញ drop down ចុចពាក្យ drop down ហ្នឹងមកអញ្ចឹងគេឲ្យយើងមាន option 2អញ្ចឹងខ្ញុំដំបូងខ្ញុំដាក់ហ្នឹងអត់មានណាអត់មានទេអញ្ចឹងធម្មតាទី2ខ្ញុំដាក់ buy ហើយមួយទៀតខ្ញុំដាក់ sell អានេះក៏ enter វាលោកបង្កើតហើយឬក៏យើងចុចពាក្យ add another ហ្នឹងក៏បានដែរឬក៏យើងចុចពាក្យ enter មកវាលោតឲ្យហើយអញ្ចឹង buy ខ្ញុំដាក់ពណ៌ខៀវ sell ខ្ញុំដាក់ពណ៌ក្រហមអូខេអញ្ចឹងណាន់ខ្ញុំអត់មានទេដាំចឹងវាឲ្យហើយនេះអូខេលោតមកប៊ូតុងឲ្យយើងនេះ buy sell ណាន់យើងចុច buy ក៏បាន sell ក៏បាននឹងប្រភេទរបស់យើងចង់ប្រាប់គេថាយើង buy sell អីចឹងទៅឬក៏យើងអាចដាក់ថា win loss អីយើងឬក៏ hold អីយើងទៅតាមហ្នឹង symbol ឥឡូវ symbol យើងចង់វាយពាក្យក៏បានប៉ុន្តែយើងអត់ប្រើតែវាវាយពាក្យអីយើង select ជា list យកទៅបដោយើងចង់បានជា list វាអញ្ចឹងខ្ញុំចុចលើវាហើយយើងចូលទៅកន្លែង data validation អូខេអញ្ចឹងវាលោតមកតាំងអូខេវាលោតមកបែបនេះ
ហើយយើងជាពាក្យ add rule អូខេអញ្ចឹងវា drop down ដូចគ្នាក៏ប៉ុន្តែខ្ញុំអត់យក drop down ធម្មតាទេខ្ញុំយក drop down from rank ហើយដើម្បីយើងចង់បាន rank ចេញពីតារាងមួយនេះយើងចុចប្រអប់4ជ្រុងនេះចុចមកវា load ផ្ទាំងមកហើយយើងអាច select លើវា select មក load លើនេះអូខេអញ្ចឹងវា load យើងអាច select បានដោយសេរីហើយមួយទៀតបើសិនជាយើងអត់ចង់បានឃើញបែបនេះទេមានថាយើងជាតួអក្សរយើងអត់ចង់បានបែបលក្ខណៈបែបប៊ូតុងណាអញ្ចឹងយើងដូរចេញយើងជាកន្លែង advanced ហ្នឹងមកយើងដូរពីពាក្យថា plain text អូខេមាន arrow នេះមាន chip វាមានទាំងអស់យើងយក arrow យើងមានសញ្ញាព្រួយចុចមកវា load អូខេអញ្ចឹងយើង plain text ក៏បាន arrow ក៏បានអញ្ចឹងយើងពាក្យ arrow ទៅដើម្បីយើងមានតង់ចុចជាពាក្យដើមអញ្ចឹងបាត់ដូចគ្នាអញ្ចឹងមានតែវីដេអូប៊ូតុងអញ្ចឹងយើងក៏ចុចកន្លែងនេះយើងចុច2ដងដល់ពេលយើងចង់បានតែយើងចង់លឿនចុចប៊ូតុងហ្នឹងមកវា load មកតែយើង select មកវា load មកអូខេបើយើងដូរពាក្យទៅយើងដូរពាក្យណាពីមកហ្នឹងវា load ដែរតម្លៃវានេះក៏វា load ហើយ meta ហ្នឹងវា load អញ្ចឹងណាប៉ុន្តែបើស្អីយើងវាពាក្យផ្សេងទៅយើងពាក្យខ្ញុំដាក់ខាងហ្នឹងខ្ញុំយកពាក្យNVO ទៅអញ្ចឹងវា load មានបោះ problem ភាសាអីវានៅក្នុងតារាងនេះវាអត់មានទេអញ្ចឹងឧទាហរណ៍យើងចង់បាន Tesla វា load ហើយវាអញ្ចឹងវាអត់មានបញ្ហាអីទេហើយ date ចុងក្រោយគឺការបច្ឆេទទី3ហ្នឹងគឺការបច្ឆេទយើង select លើវាហើយយើងយកពាក្យ data មក validation ដែរហើយយើង add rule ទៅទៀតយើងអត់យក drop down នឹងទៀតទេយើងអូសទៅក្រោមយើងយក is validate បែបហ្នឹងមកបានហើយអញ្ចឹងអត់មានចាំបាច់អីញ៉ៃច្រើនទេក៏ចុចពាក្យ down មកយើងមក click លើវា load មកហើយអញ្ចឹងអូខេជាមួយខ្ញុំសាកមើល advanced setting វាមានអីយើងស្រួលដូចជាអត់មានអីផង advanced setting ដូចយើងប៊ូតុង select មិញទេអញ្ចឹងយើងមានតែ double click លើវាហ្នឹងយើង double click មកវា load ហើយហ្នឹងមក double click មកយើងដាក់ today អូខេវា load ថ្ងៃគីឲ្យយើងស្រេចទី10ទី8ហ្នឹងទៅហើយយើងអាច format វាខ្លួនឯងបានឧទាហរណ៍យើងចង់បាន format date អញ្ចឹង format select លើវា format date គេ number នេះ format date មកវាឲ្យយើងជ្រើសរើសចុចទៅ format អត់ត្រូវកន្លែង format date នេះយើងយកពីនេះ date and time ហ្នឹងវា load ជ្រើសរើសយើងឧទាហរណ៍យើងចង់បានជាអក្សរហ្នឹងចុចមក apply ទៅវា load ហើយអូខេវា load ជាថ្ងៃខែបែបនេះអូខេប៉ុណ្ណឹងចឹងវីដេអូហ្នឹងមកបានហើយបើធ្វើវែងពេកពិបាកទៀតហ្នឹងវាយើងអត់ចាំអញ្ចឹងចាំជួបគ្នាវីដេអូក្រោយអូខេអញ្ចឹងមានអីឆ្ងល់អាច comment ខាងក្រោមបានហើយបើចង់ធ្វើតារាងបែបប្រភេទណាទៀតចាំអាច comment ទៅខ្ញុំធ្វើថែមទៀតជាមួយធ្វើរងចាំ episode 3ហ្នឹងឥឡូវ episode 2អញ្ចឹងយើងបង្កើតតារាងហើយនឹងបង្កើតប៊ូតុងអញ្ចឹងបង្កើតប៊ូតុងយើង data evolution យើងគឺយើងប្រើ data evolution ទាំងអស់តែតែមួយយើងប្រើ drop down ធម្មតាហើយមួយទៀតយើងប្រើដែរហើយ drop down from rank ហើយទី3គឺយ៉ាងម៉េចទី3គឺ drop អត់មាន drop down នោះគឺប្រើ if validate គេថាដាក់ថ្ងៃខែហើយតារាងហ្នឹងយើងក៏ទៅសេជារូបរាងមកយើង select លើវា mouse ស្ដាំមកវាមានពាក្យឲ្យយើងឧទាហរណ៍ហ្នឹងឧទាហរណ៍ថាអានេះខ្ញុំ mouse ស្ដាំមកវា load ពាក្យ cover to table អញ្ចឹងយើងក៏ចុចពុតទៅយើងអាចជ្រើសរើស style ខ្លួនឯងបានយើងចង់ឆ្លាញ់ style មិនយើងដាក់អញ្ចឹងមកហើយផ្លេចមួយទៀតថែមនេះមកទៅដើម្បីយើងបញ្ចប់វីដេអូរបស់យើងអានេះយើងចង់ដូរឈ្មោះបានដែរយើងដូរឈ្មោះ rename មកឬក៏យើង mouse ស្ដាំលើវាក៏បានដែរយើងដាក់ថាគេទៅផាកមួយចឹងមានថា01ព្រោះដូចជាវីដេអូដំបូងដែរអញ្ចឹងលើក្រោយខ្ញុំចូលមកគឺខ្ញុំបង្កើតយក002បណ្ដោយនេះ
អូខេអញ្ចឹងលើកក្រោយខ្ញុំបង្កើត002បណ្ដោយអញ្ចឹងលុបវាសិនអូខេអញ្ចឹងចាំជួបគ្នាវីដេអូក្រោយបាយបាយ